ចូលដល់រដូវខែពោតអញ្ចឹងកលេទៅណាក៏ឃើញតែពោតដែរនិយាយពីថាគេលក់ល្អខ្លាំងមែនតើហើយគេលក់នេះគឺគេបកសបឲ្យយើងមកចំហៀងមើលសាច់អញ្ចឹងសាច់របស់គេវិញនិយាយពីថាណែនល្អហ្មងពោតនេះប្រហែលជាគេទើបតែកាច់មកទេបងប្អូនហើយព្រោះឲ្យវានៅថ្មីហើយស្រស់ល្អណាស់ម៉ែក្មេករបស់ខ្ញុំនៅស្រុកហ្នឹងគាត់ដាំពោតបានច្រើនណាបងប្អូនហើយថ្ងៃមុនគាត់ទេមកប្រាប់ថាពេលដែលប្អូនថ្លៃខ្ញុំឡើងមកលេងហ្នឹងចាំគាត់ផ្ញើពោតមកឲ្យហូបធ្វើមើលតែផ្ញើអីហើយម៉ែគ្នាជិះរថភ្លើងមកផងបើឡើងមកឡានខ្លួនឯងអីទៅអានឹងយើងជិះតែនេះហើយណាប៉ុន្តែនេះជិះរថភ្លើងមកឲ្យផ្លូវឆ្ងាយទៀតរវល់តែសណ្ដូងពោតយកមកឲ្យយើងហ្នឹងមិនបាច់ទេបងប្អូនហើយព្រោះអីពោតវាមិនមែនស្រាលទេរៀងធ្ងន់ដែរអញ្ចឹងណាអញ្ចឹងហើយកុំឲ្យពិបាកអញញ៉ៃតេងតោងអីគ្នាមកដើរលេងឲ្យឆ្លាស់ខ្លួនទៅប្រាប់ប្តីខ្ញុំថាឲ្យប្រាប់ម៉ែក្មេកខ្ញុំទៅមិនបាច់ដាក់មកទេព្រោះអីពោតនៅនេះគ្មានថ្លៃអីម៉ានទេតម្លៃធូរដែរហ្នឹងហើយយើងមិនមែនទៅហូបឯណារាល់ថ្ងៃយូរហូបម្ដងហ្នឹងតាមពិតទៅនៅឯស្រុកហ្នឹងគាត់ដាំហើយអត់មានអ្នកហូបអញ្ចឹងណាបងប្អូនណាមួយវិញទៀតគាត់ស្ដាយហើយគាត់ដឹងថាខ្ញុំនឹងចូលចិត្តហូបពោតកាលពីខ្ញុំនៅស្រុកវិញឲ្យតែចូលដល់ខែពោតអញ្ចឹងព្រឹកឡើងដឹងតែម៉ែក្មេកខ្ញុំស្ងោរទុកឲ្យឆ្អិនហើយស្រាច់ហើយព្រោះអាហារពេលព្រឹករបស់ខ្ញុំគឺពោតស្ងោរហ្នឹងហើយបងប្អូនអើយកាលពីនៅជាមួយម៉ែក្មេកចុះងើបពីដេកចុះមកដល់ក្រោមបើកតែឆ្នាំងយកពោតហូបយកហ្មងហើយបើដឹងថាយើងចូលចិត្តរបស់អីមួយហើយនិយាយពីថាគាត់ធ្វើឲ្យយើងរាល់ថ្ងៃហ្មងបងប្អូនហើយធ្វើទល់តែយើងធុញបានគាត់លែងធ្វើខ្ញុំឃើញអាត្រីវែងនេះបងប្អូនខ្ញុំចូលចិត្តហូបក៏ប៉ុន្តែខ្ញុំអត់ចេះធ្វើទេកាលពីខ្ញុំនៅស្រុកជាមួយម៉ែក្មេកខ្ញុំនឹងឲ្យតែពេលខ្ញុំចង់ហូបអញ្ចឹងដឹងតែខ្ញុំទិញយកទៅឲ្យគាត់ធ្វើឲ្យហើយតែខ្ញុំអត់ដែរបានមើលគាត់ធ្វើអញ្ចឹងណាព្រោះឯការនៅស្រុកនឹងកូនទូចផងហើយឲ្យតែពេលដល់ម៉ោងធ្វើម្ហូបដឹងតែកូនខ្ញុំគេកុករដេកចាអញ្ចឹងម៉ែវានេះមិនដែលបានរៀនធ្វើម្ហូបអីទេដល់ម៉ោងយាយរៀបចំធ្វើម្ហូបអញ្ចឹងខ្ញុំនាំមកអូនទៅដេកទៅដល់ពេលកូនដេកលក់ចុះមកវិញម្ហូបឆ្អិនល្មមហើយនៅផ្សារថ្ងៃនេះអត់សូវមានមនុស្សទេបងប្អូនហើយប្រហែលជាខ្ញុំទៅរៀងខកម៉ោងអញ្ចឹងណាព្រោះឯម៉ោងខ្ញុំទៅនេះម៉ោង 9 កន្លះហើយអញ្ចឹងអ្នកខ្លះគេទិញហើយទៅផ្ទះវិញអស់ហើយពួកខ្ញុំនេះទៅតែមកមើលម្នាក់ប្រុសនេះទៅទៀមទាពោតមួយយកទៅកាន់លេងអ៊ំពូមីងហើយបើមិនឲ្យនឹងបាច់ទេបកាច់ដេកពេញផ្សារនឹងលើហើយអញ្ចឹងហើយខ្ជិលលួងខ្ជិលឲ្យយំថ្លង់គេថ្លង់ឯងហុចឲ្យមួយទៅយកទៅកាន់លេងក៏ប៉ុន្តែដឹងណាគេអត់ហូបទេព្រោះអីគេដឹងថានៅឆាវឃើញទួញអញ្ចឹងមែនណាក៏ប៉ុន្តែចេះណាអ៊ំពូមីងហើយចេះដឹងរបស់ឆាវរបស់ឆ្អិនរបស់ណាឆ្ងាញ់មិនឆ្ងាញ់អីហ្នឹងគឺថាដឹងទាំងអស់ហ្មងទៅផ្សារព្រឹកនេះទិញបានតែពោតតៅហ៊ូហើយនឹងជើងមាន់ទេបងប្អូននេះអត់ដឹងថាត្រូវទិញអីហើយបន្លែនៅផ្ទះមានខ្លះហើយអញ្ចឹងទិញតែប៉ុណ្្នឹងមករួចរាល់ជាការស្រេចឥឡូវនេះនាំគ្នាមកដល់ផ្ទះវិញហើយមុននឹងទៅផ្សារអត់ទាន់បានហូបអីទេបងប្អូនហើយងើបពីដេករៀបចំខ្លួនចេញទៅហ្មងឥឡូវមកដល់ផ្ទះវិញអត់ទាន់រកបាយទេក៏ប៉ុន្តែឆ្លៀតមកដាក់ជាមួយនឹងប្រូបាយអូតិចនេះមកកញ្ចប់សិនបងប្អូននៅជារៀងរាល់ថ្ងៃនៅពេលព្រឹកមុនហូបបាយព្រឹកហ្នឹងគឺខ្ញុំតែងតែហូបមកកញ្ចប់ហើយសម្រាប់ប្រូបាយអូតិចនេះដែរគឺជួយទៅលើបញ្ហាកាពះពោះវៀនសម្រាប់បងប្អូនមានអាការៈភើក្អួតចង្អោរឬមួយក៏មិនសូវស្រួលនៅក្នុងពោះរាគរូសអីហ្នឹងអាចសាកហូបជាមួយនឹងប្រូបាយអូតិចនេះបានក្នុងកាលពីប្រហែលថ្ងៃមុនហ្នឹងកាពះធ្វើទុកខ្លាំងនិយាយពីថាហូបអីអត់បានទេបងប្អូននៅដាក់ដល់ពោះដឹងតែរាគហ្មងតែបន្ទាប់ពីខ្ញុំហូបជាមួយនឹងប្រូបាយអូតិចនេះបាន 4-5 ថ្ងៃមកឥឡូវឃើញថាកាពះខ្ញុំរៀងប្រសើរជាងមុនអញ្ចឹងណាបងប្អូនហូបអីក៏បានដែរការៈនៅក្នុងពោះនឹងលែងឆ្អល់លែងរាគរូសអីដូចមុនទៀតហើយបងប្អូនអ្វីដែលសំខាន់ហ្នឹងគឺថាធ្វើឲ្យការគេងរបស់យើងហ្នឹងគឺគេងលក់ស្រួលស្កប់ស្កល់អញ្ចឹងនេះខ្ញុំហូបខ្លួនឯងផ្ទាល់ហើយឃើញថាបានផលអញ្ចឹងណាអញ្ចឹងហើយក៏ចង់ចែកម្លែកទៅកាន់បងប្អូនអ៊ំពូមីងណាដែលគាត់មានបញ្ហាកាពះពោះវៀនអីហ្នឹងអាចសាកជាមួយនឹងប្រូបាយអូតិចនេះបាន